ឆ្ងាញ់ហើយដុតខ្លាញ់បានលឿនមកញ៉ាំផ្លែឈើ5នេះជួយអ្នកសម្រក់គីឡូគាប់ចិត្តនិងជៀសឆ្ងាយពីជំងឺទៀតផងការញ៉ាំផ្លែឈើល្អចំពោះសុខភាពខ្លាំងណាស់មានពេទ្យជាច្រើនបានណែនាំអ្នកឲ្យហូបបន្លែផ្លែឈើឲ្យច្រើនជាងសាច់ព្រោះវាជួយដល់សម្រក់គីឡូការពារការលើសឈាមការធាត់និងបង្កជំងឺមហារីកផងដែរអ្នកអាចជ្រើសរើសផ្លែឈើល្អៗចំពោះសុខភាពនិងជួយសម្រក់គីឡូបានលឿននោះគឺមានផ្លែឈើទាំង5ខាងក្រោមនេះទី1ផ្លែបឺរជួយសម្រក់ទម្ងន់នេះបើយោងតាមប្រភព Eating Well បានចុះផ្សាយថាមនុស្សដែលបានញ៉ាំផ្លែបឺរមួយថ្ងៃមួយផ្លែសម្រាប់រយៈពេល6ខែជាប់គ្នាគឺអាចជួយរក្សាបាននូវទម្ងន់រាងកាយថេរនិងមិនធ្វើឲ្យអ្នកឡើងគីឡូទៀតផងនេះបើយោងតាមការសិក្សាមួយនៅក្នុងឆ្នាំ2019ជាពិសេសជាងនេះទៅទៀតនោះគឺការសិក្សារកឃើញនៅក្នុងឆ្នាំ2021គេបានរកឃើញថាការទទួលទានផ្លែបឺរក្នុងមួយថ្ងៃមួយផ្លែអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាមលើស្ត្រីដែលបានញ៉ាំល្អជាងស្ត្រីដែលមិនបានញ៉ាំផ្លែបឺរ2ផ្លែស្រកានាគផ្លែស្រកានាគជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ព្រោះនៅក្នុងវីតាមីន C បានជួយផ្ដល់ឲ្យស្បែកភ្លឺថ្លានិងផ្ដល់សំណើមដល់ស្បែកផងដែរលើសពីនេះទៅទៀតវាមានកាឡូរីតិចដែលមិនបណ្ដាលឲ្យលោកអ្នកឡើងគីឡូឡើយហើយថែមទាំងជាប្រភពកាកសរសៃដ៏អស្ចារ្យនៅក្នុងការជួយសម្រួលដល់ការទប់ស្កាត់ការទល់លាមកផងដែរនេះបើយោងតាមគេហទំព័ររបស់ Everyday Health ទី3ផ្លែម្នាស់ជាផ្លែឈើដែលមានរសជាតិជូរអែមវាមានតួនាទីជួយសម្រួលការបន្ទោបង់ជួយដុតរំលាយជាតិខ្លាញ់ត្រង់ក្បាលពោះជាពិសេសម្នាស់គឺមានកាឡូរីទាបទប់ស្កាត់ការឡើងគីឡូនិងសម្បូរវីតាមីន C ជួយឲ្យស្បែកស្អាតភ្លឺថ្លាផងដែរទី4ផ្លែប៉ោមមួយផ្លែមានសារជាតិសរសៃប្រមាណជា 4.5 ក្រាមជាតិសរសៃនេះវាមានតួនាទីបំបែកកាកសំណល់នៅក្នុងពោះវៀនជួយឲ្យលោកអ្នកមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីញ៉ាំផ្លែប៉ោមមួយផ្លែនៅក្នុងមួយថ្ងៃអាចជួយដុតខ្លាញ់ក្បាលពោះបានទោះបីជាផ្លែប៉ោមមានផ្ទុកជាតិស្ករក៏ដោយក៏អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការកើនឡើងជាតិស្ករនៅក្នុងឈាមនោះទេដោយសារតែជាតិស្ករនៅក្នុងផ្លែប៉ោមវាជួយបន្ថយការស្រូបយកជាតិស្ករនៅក្នុងឈាមហើយបានកាត់បន្ថយជាតិខ្លាញ់ផងដែរទី5ផ្លែបឺរីមួយផ្លែមានសារធាតុចិញ្ចឹមដ៏សំខាន់បំផុតសម្រាប់អ្នកតមអាហារនៅក្នុងការសម្រក់គីឡូវាជួយបង្កើនស្ថិរភាពជាតិស្ករនៅក្នុងឈាមហើយផ្លែបឺរីសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មវីតាមីន C និងវីតាមីន E ដើម្បីការពារការខូចខាតកោសិកាស្បែកថែមទាំងបញ្ចុះគីឡូធ្វើឲ្យរាងស្អាតផងដែរ